សួរពុកម៉ែបងប្អូនខ្ញុំបាទវិលមកវិញជាថ្មីជាមួយនឹងប្រធានបទគំនូដែលមានចំណងជើងថាផ្កាឈូករត់រីករាយហើយមិត្តភក្តិទាំងអស់គ្នាអាចគូលេងកម្សាន្តជាមួយខ្ញុំបានតោះនៅចាំឲ្យទៀត Let's go ដំបូងឡើយយើងត្រូវគូទម្រង់ជាមុនសិនដែលខ្ញុំប្រើពណ៌ខ្មៅតែម្ដងហើយគូវាឲ្យគ្រប់ប្លង់ដែលយើងចង់បានរួចយើងចាប់ផ្ដើមផាត់ពណ៌ខ្ញុំចាប់ផ្ដើមផាត់ជាមួយនឹងពណ៌លឿងទៅលើផ្កាឈូករត់ដែលធំជាងគេបង្អស់ហើយយើងផាត់ដោយធ្វើការឆ្លាស់គ្នាផ្កាខ្លះយើងផាត់ពណ៌លឿងទុំហើយផ្កាខ្លះទៀតយើងផាត់ពណ៌លឿងធម្មតាយើងបន្តផាត់ផ្កាទាំងអស់ឲ្យរួចរាល់តែម្ដងអូខេបន្ទាប់ពីយើងផាត់ផ្កាហើយយើងចាប់ផ្ដើមទៅផាត់ពណ៌ស្លឹកឈើម្ដងហើយខណៈពេលនោះចរណៃគេចង់គូដែរចេះយើងគូទាំងពីរនាក់តែម្ដងទៅដោយពេលយើងបានប្រើពណ៌បៃតងចាស់និងបៃតងខ្ចីសម្រាប់ផាត់ទៅលើស្លឹកទាំងអស់ហ្នឹងហើយពួកខ្ញុំក៏ចេះតែបន្តផាត់រហូតទៅទាល់តែហើយគ្រប់ស្លឹកទាំងអស់
ចូលដល់ជំហានបន្ទាប់គឺការផាត់បំពេញផ្ទៃ background ដែលបានប្រើពណ៌ប្រឆាំងគ្នាដើម្បីឲ្យវាជួយរំលែកតួអង្គគំនូរយើងបន្ថែមទៀតដោយខ្ញុំសម្រេចរើសពណ៌ខៀវចាស់ពណ៌ស្វាយពណ៌ត្នោតហើយនិងពណ៌ក្រហមផងដែរNhư khỏe sỏiនៅពេលដែលយើងដាក់ពណ៌ background រួចរាល់គឺវាកាន់តែមានភាពទាក់ទាញបន្ថែមទៀតហើយនៅក្នុងដំណាក់កាលចុងក្រោយសម្រាប់គំនូរបែបនេះគឺយើងត្រូវប្រើ outline បន្ថែមទៀតដើម្បីកាត់ផ្ដាច់ឲ្យវាកាន់តែច្បាស់អូខេរួចរាល់វ៉ាវអរគុណពុកម៉ែបងប្អូនសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយ